លើកទី58ផ្ញើជើងមកកមកខមកចមកដមកសការអានជាមកកមកគឺមកខអាមកខាមកចអាមកចៅមកដអាមកដោមកសអៃមកសៃមកកអស់មកកោះមកខអាយមកខែមកចអេមកចេមកដអាមកដាំមកសអាមកសាមកកអើមកកើមកខអូមកខមកចអេមកចេះមកដអេមកដេមកដអ៊ំមកដុំមកកអ៊ំមកកំអានពាក្យមកខអាមកខាងមកខាងមកកអាមកកាងកមកកាបតមួយមកកៈមកងអៃមួយថ្ងៃម្ដងម្ដងមកសអៅមកសៅម្ដងអ៊ំម្ដុំមកសអេមកសេឡៅមកសិលមកសអៅមកសៅបើអូពូនតពោតម្សៅពោតម្ដងអេម្ដេងចំម្ដេចម្ដងអាម្ដាម្ដេចម្ដាផ្លោអាយផ្លែមកកអាមកកាងកមកកាបតមួយមកកៈផ្លែមកកៈឆ្នោអាំឆ្នាំមកសអាមកសាញញមកសាញបតមួយមកសាញ់ឆ្នាំមកសាញ់មកចអាមកចានសម្ចាស់បតមួយម្ចាស់ផអែផែននៅផែនដអីដីម្ចាស់ផែនដីតាមលបាសខ្ញុំលាបម្សៅម្ដងមកកាម្ចាស់ផ្ទះលក់មកកៈនៅម្ដុំផ្សារម្សិលមិញម្ដាយខ្ញុំចិត្តមកកៈមុតដៃមកខាងអានអត្ថបទខ្លីផ្សារដើមមកកៈផ្ទះម្ដាយខ្ញុំនៅម្ដុំផ្សារដើមមកកៈផ្ទះម្ដាយខ្ញុំនៅផ្លូវមកខាងហើយផ្សារដើមមកកៈនៅផ្លូវមកខាងទៀតម្ចាស់ផ្សារដើមមកកៈជាបងប្អូនជីដូនមួយរបស់ម្ដាយខ្ញុំដូច្នេះហើយទើបម្ដាយខ្ញុំជួយមើលខុសត្រូវផ្សារដើមមកកៈម្ដាយខ្ញុំថែមទាំងឆ្លៀតលក់ម្សៅគ្រប់មុខនៅផ្សារដើមមកកៈនេះដែរម្សិលមិញអ៊ំម្ចាស់ផ្សារមកលេងម្ដាយខ្ញុំយូរម្ដងទើបពួកគាត់បានជួបគ្នាម្ដាយខ្ញុំប្រាប់ថាទោះម្ដេចក្ដីយើងកុំភ្លេចគ្នាអ៊ំម្ចាស់ផ្សារតបថាខ្ញុំនឹងមកលេងម្ដងទៀត